ក្រសួងកិច្ចការនារីនិង UNSPA បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹង Gender ដល់មន្ត្រីបង្គោលខេត្តកំពង់ចាមនិងខេត្តរតនគិរីនាព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2026ក្រសួងកិច្ចការនារីសហការជាមួយមន្ទីរកិច្ចការនារីខេត្តកំពង់ចាមដោយមានការគាំទ្រពីកម្មវិធី Access to តាមរយៈអង្គការ UNSPA បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹង Gender នៅសន្តាគារ LBN ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមលោកជំទាវ អៀម វ៉ានី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារលោកស្រី យូ សុធារី តំណាង UNSPA ប្រចាំនៅកម្ពុជានិងមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារ GBV មកពីខេត្តកំពង់ចាមនិងខេត្តរតនគិរីគោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងការយល់ដឹងអំពីគោលការណ៍ស្នូលទូនាទីនិងការទទួលខុសត្រូវរបស់អ្នកអនុវត្តផ្ទាល់នៅកម្រិតក្រុងស្រុកនិងឃុំសង្កាត់ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងករណីឲ្យមានស្តង់ដារច្បាស់លាស់សម្រាប់ការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹង Gender និងត្រៀមលក្ខណៈអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP ដែលនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះក្នុងឱកាសនោះលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តបានមានប្រសាសន៍ថាខេត្តកំពង់ចាមនិងខេត្តសៀមរាបត្រូវបានជ្រើសរើសជាខេត្តគោលដៅសម្រាប់អនុវត្តសាកល្បងលើការគ្រប់គ្រងករណី GBV នេះលោកជំទាវបានសង្កត់ធ្ងន់ថាការងារនេះទាមទារឲ្យមានការចូលរួមចំណែកយ៉ាងសកម្មពីវិស័យពាក់ព័ន្ធដូចជាមន្ទីរសង្គមគិច្ចសុខាភិបាលនគរបាលនិងអាជ្ញាធរមូលដ្ឋានដើម្បីធានាបាននូវប្រសិទ្ធភាពស្របតាមនយោបាយវិមជ្ឈការនិងវិសហមជ្ឈការរបស់រដ្ឋាភិបាលលោកជំទាវ ប៉ាង ដានី បានបញ្ជាក់ថានីតិវិធីប្រតិបត្តិស្តង់ដារដែលកំពុងពិភាក្សានេះនឹងក្លាយទៅជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់អង្គភាពផ្តល់សេវាសាធារណៈនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងការជួយសង្គ្រោះនិងគាំពារស្ត្រីកុមារដែលរងគ្រោះដោយអំពើហិង្សាឲ្យកាន់តែមានសុវត្ថិភាពនិងយុត្តិធម៌ទន្ទឹមនឹងនេះដែរលោកស្រី យូ សុធារី តំណាងអង្គការ UNSPA ប្រចាំកម្ពុជាបានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដោតសំខាន់លើការពង្រឹងប្រព័ន្ធបញ្ជូនបន្តនិងការឆ្លើយតបជាពហុវិស័យលោកស្រីក៏បានលើកទឹកចិត្តឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាក់ស្ដែងនៅមូលដ្ឋានដើម្បីស្វែងរកដំណោះស្រាយរួមគ្នាដែលផ្ដល់ផលប្រយោជន៍ពិតប្រាកដដល់ជនរងគ្រោះ